សម្រាប់ស្ងោរต้មយำសាច់មាន់មកមុខនេះពុកម៉ែបងប្អូនគឺធានាតែឆ្ងាញ់អស់ពីចិត្តអស់ពីបេះដូងតែម្ដងដូចបានឃើញអញ្ចឹងទឹកពុះគ្រួចនេះឯងពុកម៉ែបងប្អូនបើសិនជាបានញ៉ាំជាមួយនឹងបាយក្តៅដឹងតែបែកញើសខ្ចាយតែហ្មងអូភ្លេចប្រាប់ពុកម៉ែបងប្អូនបើសិនជាបានជាមាន់ស្រែវិញគឺរសជាតិវិញគឺខ្ញុំឲ្យ10 លើ 10តែម្ដងតោះពុកម៉ែបងប្អូនទាំងគ្នាកុំឲ្យតែបោបាច់យូរយើងចូលទៅទស្សនាវីដេអូនេះទាំងអស់គ្នាតើគេស្លយ៉ាងម៉េចដើម្បីមានរសជាតិឆ្ងាញ់ខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនមួយចំនួនប្រកាសจะចេះហើយបើសិនជាបងប្អូនមួយចំនួនថាមិនទាន់ចេះស្លต้มយำពុកម៉ែបងប្អូនចូលទស្សនាវីដេអូមួយនេះប្រកាសจะចេះហើយប្រកាសជានឹកឃើញនៅកន្លឹះថ្មីហើយសម្រាប់សាច់មាន់យើងទៅទិញនៅផ្សារពុកម៉ែបងប្អូនបើសិននៅផ្សារមានទេគឺយើងមកផ្ទះមកយើងបាចចំណីតែមួយដៃហ្នឹងពុកម៉ែបងប្អូនហើយគាត់តែមាន់រត់ពេញផ្ទះបាត់ហើយកុំទុកយូរឡើយអាកូនពៅចាប់ពេលយកមកតែម្ដងទៅកូនហើយមើលទៅខ្លុសល្អណាស់អាកកមួយនេះអាកកស្ទៀវហ្នឹងចាប់មកកូនចាប់ក្រឹបមកបាទរួចហើយធ្វើការដាក់ដាំទឹកបោយរោមទៅថ្ងៃនេះបោចមាន់ដៃ4ដៃ5ដៃ6សម្រាប់តែបានសាច់មាន់តងយ៉ាំនេះញ៉ាំម្ដងពុកម៉ែបងប្អូនហើយមើលទៅសាច់ទៅគឺឡើងលឿងរមៀតតែម្ដងគ្រាន់តែឃើញសាច់មាន់ហ្នឹងគឺនឹកដល់មាន់អាំងទឹកឃ្មុំមីណាណៃទៀតតែយើងកុំគិតអារឿងអាំងទឹកឃ្មុំយើងទុកមកกินហ្នឹងទៅគឺយើងមកធ្វើតែស្ងោរតងយ៉ាំទេពុកម៉ែបងប្អូនដោយបានឃើញហ្នឹងគឺសាច់ឡើងលឿងទុំតែម្ដងបើសិនជាពុកម៉ែបងប្អូនទាំងគ្នាបានចូលទស្សនាវីដេអូនេះហើយសូមមេត្តាចុច Subscribe មួយប៉ក់មកនៅឆ្វេងដៃហ្នឹងក្បែរមេដៃចុចប៉ចមកបន្ទាប់មកចុច Like មួយផងរួចហើយ comment ពាក្យថាឆ្ងាញ់មួយម៉ាត់មកបន្ទាប់មកធ្វើការ share បន្តិចទៅដើម្បីនឹងចែករំលែកឬក៏ទុកសម្រាប់ទស្សនាថ្ងៃក្រោយបើនិយាយទៅយើងមានម្ហូបឆ្ងាញ់យើងចែកគ្នាមើលទៅណាធ្វើការ share មួយទៅហើយខ្ញុំបាទសូមអរគុណទុកជាមុនសម្រាប់ពុកម៉ែបងប្អូនដែលបានចុច share និង like ឥឡូវនេះសាច់មាន់យើងមកកាប់ជាដុំតូចល្មមហើយសម្រាប់បន្លែខ្ញុំបាទជ្រើសរើសជាខ្ទឹមបារាំងមួយកូនមើមពុកម៉ែបងប្អូនហើយសម្រាប់គ្រឿងផ្សំនោះក៏មានអីច្រើនដែរពុកម៉ែបងប្អូនមានដូចជាមើមរំដេងគល់ស្លឹកគ្រៃខ្ទឹមក្រហមស្លឹកក្រូចសើចម្ទេសនិងដុំស៊ុបខ្នុរមួយដុំផងដែរឥឡូវនេះគ្រឿងផ្សំទាំងបានគឺខ្ញុំបានជម្រាបជូននឹងរ៉ាយរ៉ាប់ពុកម៉ែបងប្អូនហើយនៅឡើយតែការផ្សំគ្រឿងទេគឺយើងធ្វើការដាក់ដាំទឹកឲ្យពុះបងគ្រឿងយកតែម្ដងមានដូចជាអំបិលម្សៅស៊ុបប៊ីចេងស្ករសព្រមទាំងគ្រឿងទេសមួយចំនួនដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូនពីខាងដើមនោះគឺមានដូចជាមើមរំដេងគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមក្រហមម្ទេសនិងដុំស៊ុបต้มយำមួយដុំផងដែរហើយនៅឡើយតែសាច់មាន់របស់យើងទេគឺធ្វើការចាក់ចូលផ្លុកតែម្ដងទៅពុកម៉ែបងប្អូនបន្ទាប់មកធ្វើការគ្របមួយរំពុះអូច្រឡំមិនមែនមួយរំពុះទេពុកម៉ែបងប្អូនប្រហែលជា2 3រំពុះឯណោះដោយសារមិនមែនជាមាន់ផុយនៅផ្សារទេគឺជាមាន់ស្រែអញ្ចឹងរៀងយូររំពុះដែរហ្នឹងសម្រាប់តែផុយរួចហើយយើងធ្វើការដាក់គ្រឿងរបស់យើងមានដូចជាទឹកត្រីជាមួយនឹងបន្លែខ្ទឹមបារាំងរបស់យើងហ្នឹងបន្ទាប់មកយើងកូរ3 4 5 6 7 8ត្រឡប់ទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសព្វគ្នាបានល្អបន្ទាប់មកយើងគ្របមួយរំពុះទៅបន្ទាប់ពីឆ្លងកាត់មួយរំពុះចុងក្រោយទៅឃើញថាស្ងោរต้มយำសាច់មាន់របស់ខ្ញុំបាទនេះគឺបានចិត្តល្អហើយពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺមើលទៅគឺពុះគ្រុចហើយមើលទៅទំនងគួរចង់ទទួលទានតែម្ដងថ្ងៃនេះគឺបញ្ចូលសម្លេងបណ្ដាកោពោះបណ្ដានិងស្រក់ទឹកមាត់បណ្ដាដោយសារថ្ងៃនេះគឺរៀងចាស់ម៉ោងដែរហើយដល់ម៉ោងញ៉ាំទៅហើយម៉ោងនេះប៉ុន្តែនៅឡើយតែវីដេអូមិនទាន់បានផុសចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តដល់អញ្ចឹងទៅយើងមានតែមើលបណ្ដាលេបទឹកមាត់បណ្ដានឹងឯងបន្ទាប់ពីដួសដាក់ចានហើយគឺយើងធ្វើការបង់ជីនាងវងបន្តិចទៅគឺរសជាតិមិនដឹងជាឆ្ងាញ់យកតាមមិនអស់តែម្ដងពុកម៉ែបងប្អូនហើយក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានចូលទស្សនាវីដេអូនេះពីដើមដល់ចប់ឡើយនេះគឺចប់ហើយពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត